ស្ដាប់ពធហ្នឹងបើជា5ដល់10នាទីទៅណាញាតិញោមដើម្បីញ៉ាំងសទ្ធាបុណ្យកុសលរបស់ញាតិញោមនឹងឲ្យកើតណាហើយញោមកុំគិតទេលោកទេសនានឹងតិចម៉េះតិចឬច្រើនវាមិនសំខាន់ទេញាតិញោមសំខាន់តែញាតិញោមនឹងស្ដាប់ចូលដែរឬអត់ណាកឋិនណាញាតិញោមកឋិនណាបាលីថាកឋិនៈបុណ្យហ្នឹងវាជាបុណ្យសាមគ្គីឬក៏បុណ្យអីដែរលោកអ៊ំម្ចាស់កឋិនសាមគ្គីអីបាទចឹងថ្មនិយាយអំពីហេតុនាំឲ្យកើតបុណ្យណាញាតិញោមញោមដឹងហេតុនាំឲ្យកើតបុណ្យមានប្រមាណយ៉ាងទេបើហេតុនាំឲ្យកើតបុណ្យណាដែលស្ដាប់លោកអ៊ំម្ចាស់គាត់និយាយគាត់អីពីមុនដែលលោកទេសនាឬក៏ពីបុណ្យទាននេះគាត់ថាពុព្វចេតនាណាពុព្វចេតនាញោមពុព្វចេតនាហ្នឹងបាលីថាពុព្វៈហ្នឹងប្រែមកថាខាងដើមណាតែខ្ញុំដែរឮពាក្យថាពុព្វទេវាទេបើឪពុកម្ដាយឈ្មោះថាពុព្វទេវាហ្នឹងមានន័យថាទេវតាដើមដល់ពុព្វវាចាហ្នឹងប្រែមកថាគ្រូអាចារ្យដើមណាឪពុកម្ដាយហ្នឹងចុះពុព្វចេតនាក្នុងទីនេះមានន័យថាម៉េចពុព្វចេតនាហ្នឹងមានន័យថាបុណ្យពីខាងដើមណាញាតិញោមឲ្យយល់ណាបើមានន័យថាពាក្យថាបុណ្យណាញាតិញោមមិនតតែញាតិញោមមកស្ដាប់ពធទេសនាមិនតតែញាតិញោមមកនមស្ការមកអីនៅលើសាលាឆាន់ហ្នឹងបានបុណ្យទៅពេលហ្នឹងទេបុណ្យណាបានបុណ្យទាំងពេលដែលញាតិញោមនៅផ្ទះឯណោះញោមតែយល់ណាញោមនៅផ្ទះហ្នឹងគឺពុព្វចេតនាវាកើតឡើងអូថ្ងៃហ្នឹងបុណ្យកឋិនវត្តយើងណាឥឡូវខ្ញុំហ្នឹងគិតទៅរកបុណ្យកឋិនវត្តយើងម្ដងទៅស្ដាប់ពធទេសនានមស្ការអីគាត់តែគិតប៉ុណ្ណឹងកើតបុណ្យបាត់ណាញាតិញោមខ្លះហ្នឹងគាត់មិនទាន់ទៅទិញត្រៃទេគាត់មិនទាន់ទៅប្រាប់ភ្ញៀវទេគាត់មិនទាន់ទៅទទួលទិញជួលតុកជួលចុងភៅមកទេសត្វតែគាត់ហ្នឹងពុព្វចេតនាហ្នឹងគាត់កើតពីខាងដើមហ្នឹងគាត់ជំនុំគ្នាអូយាយតាកូនចៅយើងហ្នឹងមិនសូវបានធ្វើបុណ្យកឋិននេះដែរគាត់ហ្នឹងធ្វើបុណ្យកឋិនមកដាក់វត្តយើងណាគាត់តែគិតប៉ុណ្ណឹងគឺបុណ្យណាញោមឃើញទេញោមបុណ្យស្រួលធ្វើអត់បុណ្យស្រួលធ្វើលោកយាយលោកតាអញ្ចឹងបុណ្យនឹងបាបញាតិញោមគិតថាបាបស្រួលធ្វើជាងបុណ្យដែរបាបហ្នឹងគ្រាន់តែជេរគេបន្តិចលូអីថាគេតិចបាបតាមពិតបុណ្យហ្នឹងក៏វាស្រួលធ្វើដែរណាញាតិញោមគឺពុព្វចេតនាគ្រាន់តែចេតនារបស់ញាតិញោមជ្រះថ្លានៅសេចក្តីល្អដែលញាតិញោមបានធ្វើហ្នឹងកើតបុណ្យណាបុណ្យមួយទៅដល់មុញចេតនាញោមនឹងជិះម៉ូតូក្តីជិះឡានក្តីជិះកង់ក្តីដើរក្តីមកទាំងមេឃភ្លៀងបបិចបបាច់អីហ្នឹងមកហ្នឹងសត្វតែមកដល់ស្ដាប់ពធទេសនាកើតសេចក្តីជ្រះថ្លាថ្វាយអង្គមព្រះសម្មាសម្ពុទ្ធកើតសេចក្តីជ្រះថ្លាមកជួបជុំគ្នាអញ្ចឹងកើតសេចក្តីជ្រះថ្លាមានន័យថាបុណ្យមួយទៀតណាលោកយាយលោកតាបុណ្យញាតិញោមណាមុញចេតនាហ្នឹងមានន័យថាបុណ្យកើតទៅពេលដែរញាតិញោមកំពុងតែធ្វើនឹងឯងណាញោមទៅដល់អបរាបរចេតនាបុណ្យកើតក្នុងទីបញ្ចប់ញោមបុណ្យកើតមកណាបុណ្យណាញោមអបរាបរចេតនាហ្នឹងពេលដែលញាតិញោមបុណ្យកឋិនរួចបុណ្យកឋិនរួចហ្នឹងមានន័យថាអូខ្ញុំមកបានធ្វើបុណ្យឆ្នាំហ្នឹងដូចជ្រះស្រឡះដល់ហើយណាបានបច្ច័យកសាងផងបានសម្ពុតត្រៃជីវរប្រគេនទៅដល់ភិក្ខុសង្ឃចាំភាសាផងបានជួបជុំគ្នាផងហើយដូចជ្រះស្រឡះញាតិញោមត្រេកអរនៅទាំងវើលនៅសេចក្តីល្អដែលញោមបានធ្វើហ្នឹងបុណ្យមួយទៀតលោកយាយលោកតាលោកយាយលោកតាបុណ្យកើតរហូតណាអបរាបរចេតនាហ្នឹងគឺចេតនាពីខាងចុងបញ្ចប់ណាញាតិញោមណាញាតិញោមពេលបុណ្យកឋិនអញ្ចឹងញាតិញោមហៅថាផ្ដិតរូបថតណាឲ្យគេថតទៅដាក់ផ្ដិតអីនៅតាមស៊ុំតាមអីទៅកន្លងទៅ4 10ឆ្នាំហើយញាតិញោមទៅវែកចុះវែកឡើងសត្វតែឃើញអារូបថតហ្នឹងយកមកបើកលាមើលអូខ្ញុំធ្លាប់បានទួលត្រៃដែរតាខ្ញុំធ្លាប់បានធ្វើកឋិនវត្តយើងម្ដងសត្វតែឃើញអញ្ចឹងញាតិញោមកើតសេចក្តីជ្រះថ្លាកាត់បៃតិនោះបានបុណ្យមួយទៀតណាញាតិញោមមានតែបុណ្យរហូតតែកុំភ្លេចប្រយ័ត្នបាបរហូតសាំអង្គុយទៅនឹកឃើញអញឃើញដូចធ្លាប់ជេរពីណាគេ4 10ឆ្នាំមុននោះសត្វតែនឹកឃើញអាពាក្យដែលយើងជេរគេពាក្យដែលយើងប៊ីតប៊ីនគេហ្នឹងគាត់តែនឹកឃើញហ្នឹងក៏កើតបាបដែរណានិយាយលោកតាចាំមានថាចិត្តរបស់យើងណាញាតិញោមចិត្តរបស់យើងណាពេលណាដែលវាផ្អៀងមករកសេចក្តីល្អកាត់បន់ភ្លាមពេលណាវាផ្អៀងទៅដល់សេចក្តីដែលប៊ីតប៊ីនគេដែលជេរគេប្រវាញ់អីគេហ្នឹងកាត់បាបភ្លាមណាលោកយាយលោកតា
ចឹងមានន័យថាចេតនាហ្នឹងជាទូរបស់បុណ្យណាដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាចេតនាហង្ភិក្ខវេបញ្ញង្វទាមិអចេតនាហ្នឹងវាសំខាន់ណាទោះបីជាយើងមិនធ្វើមែនក៏ដោយក៏ប៉ុន្តែចេតនារបស់យើងទៅត្រេកអរមួយគេអាហ្នឹងបានបាបណាលោកយាយលោកតាតែឃើញក្មេងណាទៅរកត្រីរងកែបរកអីបានច្រើនហ្នឹងហើយបកែរកត្រីរងកែបណាគាត់តែត្រេកអរប៉ុណ្ណឹងកើតបាបមួយបាត់ណាបើយើងឃើញគេធ្វើសេចក្តីល្អឃើញលោកយាយលោកតាខ្លះគាត់ចាស់គាត់ទៅវត្តទៅវាងយើងកាត់សេចក្តីត្រេកអរមកគាត់អូយគាត់ខំតស៊ូអើយតស៊ូណាទាំងខ្នល់នឹងឡានណៃប៉ិនណាណៃគាត់អត់ខ្លាចគាត់អីគាត់នៅតែដើរត្រប់ទៅវត្តទៅអីទៀតត្រេកអរនៅសេចក្តីល្អដែលគាត់ធ្វើហ្នឹងក៏យើងកាត់បុណ្យដែរណាញាតិញោមអញ្ចឹងអាត្មាចង់បង្ហាញមកថាបុណ្យវាស្រួលធ្វើដែរមិនស្រួលធ្វើតែបាបទេណាអ្នកខ្លះគេទៅអូបុណ្យនោះដូចពិបាកធ្វើដល់ហើយតែពិតបុណ្យវាមិនពិបាកធ្វើទេវាគ្រាន់តែញាតិញោមហ្នឹងមិនស្គាល់អ្វីទៅជាបុណ្យបើញោមស្គាល់អ្វីទៅជាបុណ្យបុណ្យហ្នឹងក៏វាស្រួលធ្វើដែរណាញាតិញោមដូចជាបុណ្យកឋិនអញ្ចឹងញោមខ្លះទៅខ្ញុំកណាលតែគុណអើយ COVID-19 ហ្នឹងប្រាក់ខែនឹងវាគ្មានកូននឹងទៅថៃមិនដែលផ្ញើមកកូននៅភ្នំពេញហ្នឹងក៏មិនដែលរើអីមិនបានធ្វើស្រូវលែងកើតខ្ញុំកណាលគ្មានលុយមានអីធ្វើកឋិនទេណាមិនទេណាញាតិញោមញោមទិញតែសម្ពុតមួយមកទិញតែស្លាបាក់មួយមកដាក់វេជាមួយគេដើរហើយជុំវិញវិហារទៅកើតបនដូចតែគេហ្នឹងពាក្យថាបុណ្យហ្នឹងញាតិញោមវាមិនសំដៅទៅដល់សកលត្រៃច្រើនវាមិនសំដៅទៅដល់លីងវាមិនសំដៅទៅដល់អីច្រើនទេវាសំដៅទៅដល់ចិត្តរបស់យើងដែលជ្រះថ្លាច្រើនណាញាតិញោមចិត្តរបស់យើងជ្រះថ្លាប៉ុណ្ណាបានប៉ុណ្ណឹងញោមតែយល់ណាដូចជានាងអណៅជាណាតាមប៉ុនតាមអីនឹងឃើញលោកអ៊ំអាចារ្យតែនិយាយអើយនិយាយនាងអណៅជាហ្នឹងនាងនេះជ្រះថ្លានឹងពុទ្ធរូបកន្លែងចែកដីហ្នឹងនាងទៅបេះបកាឯណាដូចបកាអានោមអញ្ចឹងថាបេះហ្នឹងយកទៅបូជានឹងកន្លែងចែកដីហ្នឹងសោះដើរទៅភ្លេចមើលក្រោយគោណារត់មកបុះវីនេះស្លាប់ទៅកើតក្នុងឋានសួគ៌ខ្ញុំឃើញទេនាងមិនទាន់ដើរទៅដល់ចែកដីទេហើយតម្លៃនៃបការណោមមួយដូរនៅឋានសួគ៌បានណាញាតិញោមចុះតម្រាំញាតិញោមមានស្លាដក់មានសពុតមានអីប៉ុណ្ណឹងញាតិញោមមិនក៏ថាធ្វើកឋិនមិនកើតថាធ្វើកើតអត់តែចិត្តញាតិញោមនឹងវាកើតបុណ្យអាហ្នឹងកើតហើយខ្ញុំទៅយល់ណាដូចជានាងរាជធីតាអញ្ចឹងនាងនោះទៅស្រែទៅទូលលាជនឹងទៅស្រែទៅព្រះកសបៈលោកដើរបិណ្ឌបាតទៅឃើញព្រះកសបៈទៅក៏យកក្តាប់អាលាជមកក្តាប់ហ្នឹងដាក់បាតព្រះកសបៈអីនាងហ្នឹងកើតសេចក្តីជ្រះថ្លាដើរលើភ្លឺស្រែទៅពុះមកពីណាទៅចាក់នាងស្លាប់ទៅកើតក្នុងឋានសួគ៌មករំពេចណាខ្ញុំឃើញមើលតម្លៃត្រឹមតែលាជមួយកតាប់អាចឲ្យនាងកើតជាឋានសួគ៌បាននាងកើតជាឋានសួគ៌នាងប្រមាលមើលទៅអូខ្ញុំកើតជាឋានសួគ៌ដោយសារអីនោះអូខ្ញុំនឹងកណានឹងបានដាក់លាជលោកមកក្តាប់ទៅប៉ុនខ្ញុំកណាតិចណាមកបំរើព្រះកសបៈបំរើនឹងឲ្យលោកឃើញទេមករុចទឹកអីបបោះអសមព្រះកសបៈរឿងនឹងវែងឆ្ងាយអាត្មាសង្ខេបទៅព្រះសម្មាសម្ពុទ្ធដឹងនោះព្រះអង្គដេញនាងទេវតានឹងចេញព្រោះព្រះអង្គដឹងដេញហ្នឹងកុំឲ្យនាងនឹងមកបំរើព្រះកសបៈនាងទេវតាហ្នឹងនាងរាជធីតាហ្នឹងដើម្បីអីខ្លាចពុទ្ធបរិស័ទនឹងឃើញពុទ្ធបរិស័ទឃើញនេះជាចោតអូយលោកនឹងមានស្រីចុះមានស្រីចេះពេលណាតែចោតតែលោកមិនបានធ្វើឲ្យលោកជាអរិយបុគ្គលដែលលោកជាព្រះអរហន្តហ្នឹងបាបអញ្ចឹងកុំឲ្យដើម្បីបាបដល់បរិស័ទនាងព្រះអង្គហ្នឹងក៏ដេញនាងទេវតាហ្នឹងទៅវិញទៅអញ្ចឹងអាត្មាចង់បង្វែរមកវិញញាតិញោមថាបុណ្យវាមិនអាស្រ័យទៅលើវត្ថុអីហ្នឹងទេវាអាស្រ័យទៅដល់ចិត្តរបស់យើងញោមមកជួយសម្អាតវត្តជួយមូលកតេលជួយលាងចានជួយខ្នះជួយខ្នែងជួយលេងជួយសែងជួយលើកទុកដាក់តាមស្លស្លុកអីហ្នឹងជាដើមហ្នឹងអាហ្នឹងបុណ្យហើយណាបុណ្យហើយបុណ្យហ្នឹងមិនសំដៅទៅថាទៅទទួលប្រៃទូអីទៅឡើងឋានសួគ៌ទេណាញាតិញោមទេវតាឡើងឋានសួគ៌អីបានមកកគោដោយសារតែធ្វើបុណ្យផ្សេងគ្នាមិនធ្វើបុណ្យទៅកឋិនទេបើមិនញាតិញោមធ្វើបុណ្យកឋិនហ្នឹងវារត់តែបានបុណ្យហើយតែសំខាន់នឹងញ៉ាំងសទ្ធារបស់ញាតិញោមឲ្យជ្រះថ្លាឡើងតែបាននិយាយតាអាត្មាតែខ្ញុំទៅស្រួលប្រហែលជាផ្ដាសាយហ្នឹងទៅអាត្មាយកមកតស៊ូសម្ដែងធម៌ប្រាប់ញាតិញោមទៅព្រោះនៅវត្តហ្នឹងបុណ្យ